ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះដែរគឺជាថ្ងៃ holiday បាទថ្ងៃឈប់សម្រាកដោយសារតែថ្ងៃនេះគឺជាថ្ងៃទី29ខែតុលាបាទអញ្ចឹងសម្រាប់បងប្អូនដែលថ្ងៃហ្នឹងគាត់នៅផ្ទះតនេខ្ញុំជឿថាបងប្អូនប្រកាសជាអង្គុយលេងទូរស័ព្ទហើយអញ្ចឹងថ្ងៃនេះខ្ញុំសូមចែកម្លែកនៅព័ត៌មានមួយដែលសម្រាប់បងប្អូនដែលគាត់អាសាទិញ app ពីប្រទេសចិនមកតាមរយៈក្រុមហ៊ុននាលីបបាគ្រប់ដូចជា Taobao ធានមកឬក៏អង់គ្លេសហៅថា Tmall 1688ឬក៏បងប្អូនគាត់ទិញតាមapp ជីងតុងបាទឬក៏ Xiaomi ឬក៏ Ping Tor Tor បាទសម័យឥឡូវគេចូលចិត្តទិញតាម Ping Tor Tor អញ្ចឹងបើសិនជាបងប្អូនធ្លាប់កំពុងតែប្រើប្រាស់នៅ app ទាំងអស់នេះគឺឥឡូវនេះគឺគេមាន promotion ថា 11.11 មានន័យថាខែ11ថ្ងៃទី11បាទអញ្ចឹងជារៀងរាល់ឆ្នាំនៃថ្ងៃទី11ខែ11ក្នុងអំឡុងពេលហ្នឹងគឺ app ក្រុមហ៊ុនរបស់ប្រទេសចិនទាំងអស់គឺនឹងមានការធ្វើ promotion ចុះតម្លៃជាច្រើនអញ្ចឹងបើសិនជាបងប្អូននៅផ្ទះអត់ដឹងធ្វើអីអាចចុច Top ឲ្យមើលលេងគេលោកគាត់ត្រូវការទិញតំណែងអីដែលគាត់អត់ប្រញាប់គាត់អាចទិញមកតាមពីប្រទេសចិនបានហើយសម្រាប់បងប្អូនជាអ្នកលក់ទិញតាម app យកមកលក់បោះដុំឬក៏លក់រៀងនៅប្រទេសចិនហ្នឹងនៅប្រទេសខ្មែរយើងហ្នឹងក៏អាច check មើលដែរបាទពេលខ្លះយើងកាត់ឲ្យបានចូលពេលហ្នឹងអាចចំណេញដែរបងប្អូនបាទប៉ុន្តែក្នុងពេល promotion នេះដែរខ្ញុំក៏ស្នើសុំឲ្យបងប្អូនទាំងអស់គ្នាមើលនៅលក្ខខណ្ឌគេឲ្យច្បាស់ពេលដែលយើងទិញព្រោះដោយសារហាងខ្លះគឺគេឲ្យយើងកក់សិនព្រោះដោយសារថ្ងៃហ្នឹងទៅមួយខែ10ថ្ងៃទី20ជាងទេអញ្ចឹងពេលខ្លះគេឲ្យកក់សិនតម្លៃហ្នឹងណាបាទហើយដល់ពេលថ្ងៃទី11ខែ11បានគេឲ្យទូទាត់សរុបឬក៏ថ្ងៃណាក្នុងខែ11ហ្នឹងគេឲ្យទូទាត់សរុបអញ្ចឹងចាប់ពីថ្ងៃទី11ខែ11ទៅបានគេបញ្ចេញឲ្យបានឲ្យហ្នឹងវាមានលក្ខខណ្ឌអញ្ចឹងហើយបងប្អូនត្រូវមើលឲ្យច្បាស់កន្លែងហ្នឹងណាបាទថាតម្លៃ full គេមិនមានលក្ខខណ្ឌខ្លះតំណែងខ្លះវាថ្លៃអញ្ចឹងគេឲ្យកក់ 20% ឬប្រហែល%ដល់ថ្ងៃនោះបានទូទាត់សរុបបាទអញ្ចឹងសូមបងប្អូនទាំងអស់គ្នាប្រយ័ត្នច្រឡំថាតម្លៃដែលគេដាក់លើហ្នឹងគឺតម្លៃលក់ទាំងអស់អញ្ចឹងណាឬក៏មានពេលខ្លះគេឲ្យយើង pay ឥឡូវតែបន្ទាប់ពីថ្ងៃទី11ខែ11ទៅបានគេចេញឲ្យបានឲ្យយើងអញ្ចឹងហើយធ្វើឲ្យតំណែងរបស់បងប្អូនហ្នឹងមានការយឺតយ៉ាវបន្តិចបន្តួចអីអញ្ចឹងទៅបាទអញ្ចឹងកុំចោទប្រកាន់មកពីខាងសេវាក្រុមហ៊ុនដឹកជញ្ជូនពេលខ្លះគឺដោយសារតែអាចថាលក្ខខណ្ឌរបស់ហាងឬក៏ពេលខ្លះគឺក្រុមហ៊ុនដឹកជញ្ជូននៅក្នុងប្រទេសចិនរាល់ថ្ងៃហ្នឹងគឺដឹកអត់តាន់សម្រាប់ promotion ហ្នឹងដោយសារតែមានរាប់ពាន់លានកញ្ចប់នៅក្នុងមួយថ្ងៃដល់ពេលដែលមាន promotion ដងព្រោះមិនមែនមានតែខ្មែរយើងទិញទេបាទគឺ worldwide ហើយគាត់នៅប្រទេសគាត់នៅប្រជាជនបងប្អូនប្រជាជនចិនខ្លួនឯងទិញនៅក្នុងស្រុកហ្នឹងណាពួកគេដឹងថាចុះតម្លៃចឹងគេទិញដែរចឹងទៅធ្វើឲ្យអាការកើនឡើងនៃតំណែងចរាចរណ៍តំណែងហ្នឹងគឺកើនឡើងច្រើនដងមែនតើមិនមែនកើនឡើង2ដងទេចឹងសូមឲ្យបងប្អូនទាំងអស់គ្នាតើអាច check មើលទៅបាទអ្នកលក់អវ៉ាន់គាត់អាច check មើលគេលោកមានអវ៉ាន់ណាគាត់ត្រូវនាំចូលហើយគាត់អាចទិញដល់ពេលឥឡូវទិញចំនួនច្រើនយើងទៅអាចកាត់ stock ទុកចំណេញអីចឹងណាបាទអញ្ចឹងខ្ញុំជូនព័ត៌មានតែប៉ុណ្្នឹងទេហើយចុងក្រោយបើសិនជាបងប្អូនត្រូវការទិញអវ៉ាន់ច្រើនឬក៏ទិញប្រើប្រាស់ប្រញាប់បាទត្រូវការដឹក